ពុកម៉ែបងប្អូនទាំងអស់គ្នាបាទហ្នឹងហើយអញ្ចឹងថ្ងៃនេះខ្ញុំបាទពូរ៉ាមានវីដេអូថ្មីមួយនឹងមកធ្វើចែកជូនដល់ពុកម៉ែបងប្អូនទាំងអស់គ្នាបាទសម្រាប់ពុកម៉ែបងប្អូនដែលគាត់ចង់search នៅបទចម្រៀងបាទដោយមិនចាំបាច់យើងចូលទៅ one setting បាទឥឡូវខ្ញុំមុននឹងចូលទៅខ្ញុំឧទាហរណ៍បងប្អូនមើលមួយសិនបាទនឹងចូលទៅ YouTube បាទហៅមកឃើញបងប្អូនបាទគឺអត់ចេញទេបាទដោយសារតែយើងអត់តន់ចេញទេពេលយើងហៅចម្លងជើងបទចម្រៀងទៅក៏អត់ចេញទេអញ្ចឹងណាបាទវាទៅចេញជាបទបរទេសជាបទអង់គ្លេសណាវិញអញ្ចឹងណាបាទអញ្ចឹងដើម្បីយើងទៅដូរចម្លងជើងបាទដើម្បីយើងទៅដូរនៅពីរបៀបនៃការសរសេរចំណងជើងបទចម្រៀងមកហៅជា voice ជាសំឡេងវិញបងប្អូនចូលទៅកាន់ setting ទៅបាទបងប្អូនចូលទៅកាន់ setting តើបងប្អូនចូលមកកាន់ setting ហើយបងប្អូនអូសមកក្រោមមក scroll មកក្រោមមកបងប្អូនទៅរកពាក្យថា language បាទបងប្អូនទៅរកពាក្យថា language បាទនេះគេដាក់ពាក្យថា language registration ហ្នឹងមកបាទអញ្ចឹងបងប្អូនចូលត្រង់ហ្នឹងតទៅទៀតបងប្អូនមើលត្រង់នេះណានេះគេដាក់registration និង language បាទអញ្ចឹងបងប្អូនចុចនេះកណ្ដាលហ្នឹងបងប្អូនចុចពាក្យ language ទៅមកបាទតទៅមកបងប្អូនមើលអង្កុំនេះណាគេមានជាអង់គ្លេសនិងភាសាខ្មែរអញ្ចឹងណាអញ្ចឹងបងប្អូនដូរជាភាសាខ្មែរមកនេះបងប្អូនចុចលើភាសាខ្មែរហ្នឹងទៅបាទបន្ទាប់ហើយបងប្អូនយកពាក្យថាដាន់នៅជ្រុងខាងស្ដាំដៃហ្នឹងបងប្អូនយកពាក្យថាដាន់ទៅបន្តមកទៀត change to ខ្មែរណាបងយកពាក្យថា change to ខ្មែរមកបាទហេបងប្អូនគឺផ្លាស់ប្ដូរពីភាសាអង់គ្លេសទៅភាសាខ្មែរតែម្ដងអញ្ចឹងណាបាទអញ្ចឹងដើម្បីយើងចង់ដឹងថាយើងដូរមិញបានអត់អញ្ចឹងហើយយើងអាចហៅចំណងជើងបទចម្រៀងជា voice ហ្នឹងបានអត់អញ្ចឹងបងប្អូនចូលទៅកាន់ YouTube ទៅបាទនៅបងចូលកាន់ YouTube មកនៅឥឡូវបន្ទាប់ពីបងប្អូនចូលមកកាន់នៅ YouTube ហើយណាយើងរកបទចម្រៀងមួយមកយើងហៅបទចម្រៀងដែលយើងស្រឡាញ់ពេញចិត្តឥឡូវខ្ញុំយកបទមួយចុះចាស់ទុំដឹងឮបាទបទ NPN ណាដែលខ្ញុំដាក់មកថាហេបងនេះគឺលួតបោច្រើនមែនតើណាសិតបទចម្រៀងហ្នឹងអញ្ចឹងណាហេបងប្អូនបាទហ្នឹងហើយសម្រាប់វីដេអូរបស់ខ្ញុំធ្វើថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេបងប្អូនអំពីរបៀបនៃការ voice ជាសំឡេងហៅនៅចំណងជើងបទចម្រៀងអីចឹងមានតែប៉ុណ្្នឹងទេណាបាទអញ្ចឹងបងប្អូនពេលដែលបងប្អូនបានមើលវីដេអូខ្ញុំហើយសូមបងប្អូនកុំភ្លេចជួយចុច subscribe channel របស់ខ្ញុំម្នាក់មួយទៅបាទដើម្បីទទួលបាននៅវីដេអូថ្មីបាទមុនគេបាទពេលដែលខ្ញុំអាប់ឡូតវីដេអូចូលក្នុង YouTube អញ្ចឹងណាពុកម៉ែបងប្អូនអរគ្នាបាទហ្នឹងហើយសូមអរគុណ